ជំរាបសួរទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូខ្លីៗមួយតាក់ទងទៅនឹងថាតើអ្វីទៅជាកិច្ចសញ្ញាការងារបើយើងទៅមើលត្រង់មាត្រា65នៃច្បាប់ស្តីពីការងាររបស់កម្ពុជាយើងឆ្នាំ1997បានឲ្យយមន័យកិច្ចសញ្ញាការងារយ៉ាងច្បាស់ថាគឺជាកិច្ចសញ្ញាមួយប្រភេទដែលបង្កើតឲ្យមានទំនាក់ទំនងរវាងការងាររវាងកម្មករនិយោជិតនិងនិយោជកបើតាមរយៈនេះយើងអាចបែងចែកថានៅក្នុងកិច្ចសញ្ញាការងារមួយជាទូទៅមានគូភាគីចំនួន2ដែលក្នុងនោះមានដូចជាកម្មករនិយោជិតឬយើងអាចហៅឲ្យខ្លីតាមន័យច្បាប់និយោជិតនិងភាគីទី2យើងហៅថានិយោជកតើអ្វីទៅជាកម្មករនិយោជិតនិងនិយោជកកម្មករនិយោជិតឬនិយោជិតគឺជារូបវន្តបុគ្គលបើយើងទៅមើលនៅក្នុងសតិនក្រមរដ្ឋប្រវេណីឆ្នាំ2007របស់កម្ពុជាយើងបានកំណត់ថាបានបញ្យល់ថារូបវន្តបុគ្គលគឺជាមនុស្សពិតតាមធម្មជាតិដែលផ្ទុយទៅនឹងនីតិបុគ្គលបើយើងនិយាយក្នុងន័យសាមញ្ញរូបវន្តបុគ្គលបានន័យថាគឺជាបុគ្គលដែលកើតពីធម្មជាតិមានសាច់មានឈាមមានជីវិតអាចប៉ះបានអាចមើលឃើញបានហើយរូបវន្តបុគ្គលនោះបានសន្យាថានឹងបំពេញការងារជាក់លាក់មួយទៅឲ្យបុគ្គលម្នាក់ទៀតហើយស្ថិតនៅក្រោមការដឹកនាំរបស់បុគ្គលម្នាក់នោះដើម្បីជាធ្នូនឹងប្រាក់ឈ្នួលរីឯចំពោះនិយោជកវិញអាចជារូបវន្តបុគ្គលឬក៏ជានីតិបុគ្គលនិយាយខ្លីនីតិបុគ្គលអាចជាក្រុមហ៊ុនឬសហគ្រាសជាដើមដែលនីតិបុគ្គលនេះធ្វើការគ្រប់គ្រងដឹកនាំឬបង្គាប់ឲ្យបុគ្គលម្នាក់ទៀតធ្វើការក្នុងនាមរបស់ខ្លួនដើម្បីជាធ្នូឬដើម្បីជាការដោះដូរនឹងប្រាក់ឈ្នួលសូមអរគុណ